ដូច្នេះហើយបានជាលោកត្រាំម្សិលមិញនេះគាត់អំពាវនាវទៅប្រទេស7ឲ្យជួយបញ្ជូនគេហៅថានាវាចម្បាំងទៅជួយការពារតំបន់ហ្នឹងជាមួយនឹងអាមេរិកហើយពមៀនទៀតថាអ្នកណាអត់ជួយចាំមុខទុកព្រោះម៉ោងនេះអាមេរិកត្រូវការជួយព្រោះមិនមែនដឹកប្រេងតែអាមេរិកទេដឹកប្រេងប្រទេសទាំងអស់នោះដែរកុំយករួចខ្លួនប៉ុន្តែមកដល់ម៉ោងនេះគឺប្រទេសជាច្រើនស្ទាក់ស្ទើរនៅក្នុងការដែលប្រកាសថាព្រមជួយលោកត្រាំណាស្ទាក់ស្ទើរហ្នឹងគឺយើងឃើញប្រទេសបារាំងមុនគេគឺរៀងដូចស្ទាក់ស្ទើររហូតដល់ថាអត់ទាន់ហ៊ានប្រកាសអីទេគឺចំហនេះគឺនៅនិយាយទៅគឺបារាំងដូចជាអត់ចង់ប្រឡូកនៅក្នុងសង្គ្រាមដែលរបៀបយកគេហៅថានាវាចម្បាំងមិនខ្ទាស់អីទេប៉ុន្តែអត់ចង់ដឹកនាវាចម្បាំងរបស់ខ្លួនចូលទៅការពារដែនសមុទ្រ Hormuz ដែលជាដែនអធិបតេយ្យរបស់អ៊ីរ៉ង់អីចឹងណាហើយលោកត្រាំក៏ថាចាំមើលអ្នកណាក៏ដោយពេលនេះគឺប្រទេស NATO ជាពិសេសលោកពមៀនដែរយើងចាំមើលតទៅទៀតបងប្អូនមានប្រទេសជប៉ុនមានចក្រភពអង់គ្លេសមានអីហ្នឹងក៏បាននិយាយថាគេចាំពិនិត្យមើលរឿងនេះគ្រាន់តែថារឿងដែលបញ្ជូននាវាចម្បាំងអីរបស់ប្រទេសអធិបតេយ្យចូលក្នុងដែនអធិបតេយ្យប្រទេសមួយទៀតអីនេះគឺត្រូវការអនុម័តពីរដ្ឋសភារៀងខ្លួនអីអញ្ចឹងទៅដូច្នេះយើងក៏ចាំមើលការវិវត្តតែលោកត្រាំហាក់បីដូចជាអត់ចង់យកនាវាចម្បាំងរបស់អាមេរិកឬក៏ប្រើតែរឿងតែអាមេរិកម្នាក់ឯងទេលោកត្រាំចង់ឲ្យគេឯងហ្នឹងចូលមកគឺថាមានការគ្រប់គ្រងតាមពិតអាមេរិកទៅម្នាក់ឯងក៏បានដែរប៉ុន្តែខ្លាចវាដូចថាវាអាក្រក់មើលពេកហើយលោកត្រាំក៏មានហេតុផលសំរុំកន្លែងមួយខ្ញុំគ្រប់គ្រងថាចុះប្រេងដឹកមកគ្រប់ប្រទេសហេតុអីបានជាឲ្យអាមេរិកតែម្នាក់ឯងទៅវាយការពារអ៊ីរ៉ង់កុំឲ្យបាញ់នាវានឹងបើកច្រកនឹងឲ្យប្រទេសទាំងអស់នៅលើពិភពលោកដឹកប្រេងចេញពីនឹងបានសម្រាប់ចិនសម្រាប់អីហើយចិនក៏ហាក់បីដូចជាស្ទាក់ស្ទើរនៅក្នុងរឿងនេះដែរហើយតែប្រេងក៏ដឹកទៅចិនច្រើនដែរអញ្ចឹងមានប្រទេសច្រើនណាស់ដែលនេះនឹងកំពុងតែជជែកគ្នាទៅហើយក្នុងពេលជាមួយគ្នាហ្នឹងគឺអាមេរិកចង់ឲ្យអ្នកទាំងអស់នោះពាក់ព័ន្ធដូច្នេះហើយបានជាប្រេងវានៅឡើងថ្លៃនៅឡើយដោយសារអីវាស្ទះអានាវាដឹកប្រេងតែនៅពេលនេះមានប្រទេស32នៅលើពិភពលោកដែលជាអាជ្ញាធរភ្នាក់ងារប្រេងអន្តរជាតិហ្នឹងគេបានបញ្ចេញប្រេងបំរុំទុកគេច្រើនណាស់អ្នកខ្លះ7លានធុងអ្នកខ្លះ8លានធុងអីចឹងដើម្បីបញ្ចេញមកដើម្បីឲ្យទីផ្សារហ្នឹងកុំឲ្យវាខ្វះប្រេងច្រើនពេកដូច្នេះមានការជួយជ្រោមជ្រែងច្រើនអញ្ចឹងតម្លៃប្រេងនេះវាឡើងខ្ពស់ឬទាបឬក៏ថេឬក៏ប៉ុណ្ណាទៀតគឺវាអាស្រ័យទៅលើច្រក Hormuz និងការបញ្ចេញប្រេងបន្ថែមហ្នឹងតើបានយូរប៉ុណ្ណាជាពីស្តុកអ្នកខ្លះអស់ស្តុកប៉ុណ្ណាកម្ពុជាយ៉ាប់ជាងគេព្រោះ21ថ្ងៃឥឡូវដូចមួយអាទិត្យដាច់ផឹងហើយនៅសល់តែ2អាទិត្យទៀតទេបើអត់ប្រេងអត់អីហ្នឹងទៀតយើងនឹងឡើងកប់ពពកឲ្យយើងនឹងខ្វះខ្លាំងណាស់ពួកយើងប្រាប់ថាយើងមានតែ21ថ្ងៃឥឡូវដូចយើងខ្វះបដាហើយដូច្នេះរឿងនេះគឺជារឿងដែលយើងតាមដានស្ថានភាពពិភពលោកទៀតហើយខ្ញុំនៅតែជឿជាក់ថាពេលណាមួយបើប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិកឬក៏ប្រទេសដទៃទៀតមិនចូលរួមនៅក្នុងការយកនាវាចម្បាំងទៅទប់នៅច្រកកន្លែង Hormuz រឿងនាវាចម្បាំងហ្នឹងគឺអាមេរិកស្នើឲ្យអ្នកដែលមាននាវាដូចថារាវមីនពួកអ៊ីរ៉ង់ដាក់មីនច្រើននៅច្រកហ្នឹងឲ្យមកជួយគ្នាទៀតបើអត់ទេអាមេរិកនឹងប្រើយន្តការខ្លួនឯងចូលទៅជាមួយអ៊ីស្រាអែលអីអញ្ចឹងទេប៉ុន្តែអាមេរិកគិតសំរុំដែរថាហេតុអីបានជាកាទៀវមកតុកឲ្យតែមកចេញលុយតែម្នាក់ឯងវាគួរតែមានប្រទេសទាំងអស់ហ្នឹងមកចូលរួមដោះស្រាយដែរឲ្យវាមានភាពយុត្តិធម៌ឲ្យកុំឲ្យគឺអាមេរិកផ្ដាច់ការតែម្នាក់ឯងអញ្ចឹងណាហើយរឿងនេះយើងតាមដានតទៅបងប្អូនដឹងហើយក្នុងរយៈពេលប្រហែលថ្ងៃនេះគឺក្រសួងពាណិជ្ជកម្មរបស់អាមេរិកតំណាងពិសេសរបស់ពាណិជ្ជកម្មអាមេរិកបើកការស៊ើបអង្កេតមួយរួចទៅហើយកាលពីថ្ងៃទី11ខែមីនាទៅលើប្រទេសចំនួន16ក្នុងនោះមានចិនមានវៀតណាមមានថៃមានខ្មែរដែរតែកម្ពុជានឹងអាផតជាងគេសូម្បីតែរឿងគេស៊ើបអង្កេតដើម្បីតម្លើងពន្ធអីថែមតាក់ទងនឹងពន្ធកយហើយសេដ្ឋកិច្ចរបស់យើងនឹងវាទូចមែនតើបើប្រៀបធៀបទៅថៃប្រៀបធៀបទៅចិនហ្នឹងគឺយើងជាទឹកមួយដំណក់នៅក្នុងមហាសាគររបស់គេសោះហើយសូម្បីតែចិញ្ចែងពាណិជ្ជកម្មយើងជាមួយនឹងអាមេរិកហ្នឹងក៏យើងទូចមែនតើតិចមែនតើអាមេរិកនាំមកយើង300លានដុល្លារយើងនាំទៅគេជិត13,000លានដុល្លារក៏ប៉ុន្តែរឿងនេះឯងដែលជាកម្មវត្ថុនៅក្នុងការដែលខ្ញុំលើកយកមកនិយាយថាហេតុអីបានជាកម្ពុជាស្ថិតនៅក្នុងបញ្ជីខ្មៅរបស់គេរហូតយ៉ាងនេះរឿងសំខាន់បំផុតគឺអ្នកណាដែលជាអ្នកចេះសេដ្ឋកិច្ចក៏យល់ដូចគ្នាដែរថាទីផ្សាររបស់កម្ពុជាអត់មានពិពិធកម្មបានន័យថាភាសាអង់គ្លេសហៅ diversification ពិពិធកម្មហ្នឹងគឺចង់និយាយថាភាពចម្រុះភាពទូលំទូលាយភាពដូចថាគ្រប់មុខពិពិធកម្មនឹងភាសាបច្ចេកទេសសូមអធិស្ឋានបងប្អូនអត់ចង់ប្រើពាក្យធំៗទេប៉ុន្តែឃើញរដ្ឋាភិបាលប្រើញឹកដែរតែន័យហ្នឹងគឺថាវាចម្រុះទូលំទូលាយវាបើកទីផ្សារគ្រប់ច្រកគ្រប់លហកមិនមែនតែមួយទីផ្សារទេសប្តាហ៍ថ្ងៃនេះគឺទំនិញរបស់កម្ពុជាដែលផលិតបានទាំងផលិតផលស្បែកជើងសម្លៀកបំពាក់កាត់ដេរនិងសម្លៀកបំពាក់សម្រាប់ធ្វើដំណើរដូចជាវ៉ាលីដូចជាអីវ៉ាន់អីវ៉ៃសម្រាប់ភ្ញៀវទេសចរអីហ្នឹងគឺយកមកលក់បានតែទីផ្សារនៅអឺរ៉ុបហើយនិងអាមេរិកខ្លាំងជាងគេព្រោះអឺរ៉ុបក៏នៅតែតិចជាងអាមេរិក3ដងដែលទីផ្សារយើងនាំចេញទៅព្រោះនាំទៅអឺរ៉ុបបាន 3-4,000 លានទេនៅក្នុងមួយឆ្នាំមកអាមេរិកគឺ 13,000 លានដុល្លារបងប្អូនហេតុអីបានជាទីផ្សារអាមេរិកធំម្ល៉េះសម្រាប់ប្រទេសកម្ពុជានៅពេលដែលប្រទេសដទៃទៀតទំហំសេដ្ឋកិច្ចនៃការនាំចេញបែបនេះគឺគេទូចបើយើងនិយាយទៅគេនាំច្រើនមែនតើក៏ប៉ុន្តែទំហំសេដ្ឋកិច្ចគេនៅក្នុងការនាំចេញច្រើនហ្នឹងគឺគេនាំទៅគ្រប់ប្រទេសមិនមែននាំច្រើនដូចខ្មែរហ្នឹងគឺបុកមកអាមេរិកគឺស្ទើរតែ 30-40% នៃទំហំសេដ្ឋកិច្ចរបស់កម្ពុជានៅក្នុងការនាំចេញហ្នឹងគឺទីផ្សារតែអាមេរិកមួយ
នេះហើយដែលជាបញ្ហាហេតុអីបានជាបញ្ហាដូច្នេះគឺបានន័យថាយើងមានទីផ្សារតែមួយបើទីផ្សារនឹងមានបញ្ហាគេធ្វើទុកបុកម្នេញតែបន្តិចគឺយើងដាច់ខ្សោយតែម្ដងព្រោះយើងអត់មានជំរឿយើងអត់យើងយកគេហៅថាយើងយកសុទ្ធមកកត្រក់យកទៅដាក់នៅក្នុងកញ្ជើតែមួយតែបើមានបញ្ហាអីគឺវាបែកខ្ទេចខ្ទីអត់មានលាក់នៅកន្លែងណាបាន4 5អីចឹងទៅអានេះហើយគឺជារឿងមួយដែលសំខាន់ដែលអាមេរិករករឿងកម្ពុជាហើយយើងនៅពេលដែលមានទំហំសេដ្ឋកិច្ចបើយើងនិយាយមែនតើឲ្យយុត្តិធម៌សម្រាប់កម្ពុជាសេដ្ឋកិច្ចកម្ពុជាមានកំណើនឡើងគួរឲ្យកត់សម្គាល់យើងកើនឡើងខ្លាំងមែនតើដែលប្រទេសដទៃទៀតស្ទើរតែមិនជឿមិននឹកស្មានថាសេដ្ឋកិច្ចកម្ពុជាមានខ្ទង់រហូតដល់ 6.5 អីចឹង 7% ណាបងប្អូនប្រហែលឆ្នាំមុនឡើងដល់ 7% គ្មានសេដ្ឋកិច្ចនៅស្រុកណាមួយដែលកើនឡើងលឿនបែបហ្នឹងទេសន្ទុះលឿននេះមិនមែនបានន័យថាបានប្រយោជន៍ដល់ប្រជាពលរដ្ឋទេចង់និយាយថាកំណើនសេដ្ឋកិច្ចនេះគឺជាទូទៅគេឡើងស្បឺតប៉ុន្តែយើងឡើងយ៉ាងគំហុកហើយឡើងកំហុកនេះបើយើងនិយាយអំពីទូងស្គរគឺយើងលឺសូតែទូងណាប៉ុន្តែវាប្រហោងក្នុងវាឡើងច្រើនមែនប៉ុន្តែជីវភាពប្រជាពលរដ្ឋអត់ប្រសើរសោះយើងធម្មតាសេដ្ឋកិច្ចតែពេលគេឡើងអញ្ចឹងហើយច្បាស់ហើយប្រាក់ខែរាជការម៉ោងនេះវាត្រូវ$1,500ប្រាក់ខែគ្រូបង្រៀនទៅហ៊ានអីគួរ$600យ៉ាងហោចណាស់ក៏$700អីដែរមិនមែន200 300ទេវាគួរតែកើនឡើងលើសនឹង3 4ដងណាប៉ុន្តែវាអត់វាមានតែតួលេខហេតុអីបានជាអញ្ចឹងរឿងនេះគឺដោយសារតែអង្គើពុករលួយការរបៀបដឹកនាំរដ្ឋហ្នឹងអាផលភាគដែលបានតែឃើញតែតួលេខជួនកាលលុយដែលជាកំណើនសេដ្ឋកិច្ចហ្នឹងគឺទៅធ្លាក់ចូលតែកប៉ៅរបស់អង្គការតែប្រមាណនេះឯងដែលទ្រព្យហ្នឹងគឺអង្គការតែ 5% ឯងទ្រព្យគាត់ស្មើនឹងទ្រព្យរបស់ប្រជាពលរដ្ឋ 95% នៅទូទាំងប្រទេសតែទ្រព្យហ្នឹងទ្រព្យរបស់អង្គការនិងមហាមន្ត្រីអ្នកមានទេតែគេចែកដែរគេយកទៅគេថាអាហ្នឹងជាទ្រព្យដែលរកបាននៅស្រុកខ្មែរត្រូវចែកជាមួយប្រជាពលរដ្ឋទាំងអស់ដើម្បីឲ្យឃើញ GDP តែចែកយ៉ាងម៉េចបើកម្ពុជាប្រជាពលរដ្ឋអត់បានទទួលភាគផលអីសោះយើងយកតែលុយមកសំពីងសំពងប្រជាពលរដ្ឋបានផលបើដើម្បីបានផលបងប្អូននឹងធ្វើមិនទេគឺតើតែយើងមានប្រជាធិបតេយ្យសិទ្ធិមនុស្សមានតម្លាតុលាការឯករាជ្យអត់មានអំពើពុករលួយប្រព័ន្ធណៃសុខាភិបាលណៃប្រព័ន្ធផ្សព្វផ្សាយមានឯករាជ្យអាចរិះគន់មន្ត្រីរដ្ឋាភិបាលអ្នកណាធ្វើខុសចាប់ដាក់គុកទៅដើម្បីឲ្យខ្ជាក់លុយអស់ហ្នឹងមកឲ្យដល់ដៃប្រជាពលរដ្ឋហើយអាហ្នឹងបច្ចេកស្មើត្រូវបងប្អូនសាកមើលបើអត់មានអំពើអស់នេះទេណាកំណើនសេដ្ឋកិច្ចកម្ពុជាដែលឡើងរហូតដល់ 7% មុននឹងចុះពេលកូវីដនេះគឺប្រជាពលរដ្ឋខ្មែរម៉ោងនេះអត់មានប្រាក់ខែអីកាត់ដេរ$204ទេ$500យ៉ាងតិចប្រជាពលរដ្ឋយើងតែ17លានអ្នកទេបងប្អូនហើយកុំចេះតែចាញ់បោកគេថាតោះប្រទេសជិតខាងគេប្រាក់ខែគេតែប្រមាណ150 170អី200អីតិចជាងយើងកុំតែជឿចាញ់បោកមន្ត្រីខ្មែរប្រជាពលរដ្ឋខ្មែរតែ10លានជាងប្រទេសគេគឺប្រជាពលរដ្ឋគេស្មើនឹងប្រទេសយើង4 10ដងហ្នឹងតែគេនៅតែរក្សាតម្លៃនឹងបានដោយសារតែការងារគេវាប្រកួតប្រជែងគ្នាខ្លាំងយើងប្រជាពលរដ្ឋតិចនៅពេលដែលប្រជាពលរដ្ឋតិចយើងសាកមើលនៅពេលដែលយើងមានទឹកសុទ្ធមួយដបបើសិនជាយើងហូបគ្នា3នាក់ច្បាស់ណាស់ទឹកសុទ្ធមួយដបហ្នឹងគឺយើងបានតែម្នាក់ 30% នៃដប1លីត្រអញ្ចឹងបើសិន1លីត្រយើងចែកគ្នា3នាក់បានតែម្នាក់ម៉ាស៊ីជាងបាទយើងហៅម៉ាស៊ីចោះស្រួលហើយព្រោះខ្ញុំធ្លាប់លក់ស្រែសម្ដាយខ្ញុំលក់ចាប់រួយខ្ញុំលក់ស្រែថ្នាំលើអីខ្ញុំដឹងម៉ាស៊ីហ្នឹងម៉ាស៊ីជាងព្រោះ4ស៊ីបាន1លីត្រអញ្ចឹងអាម៉ាស៊ីទុយហ្នឹងគឺម្នាក់បានតែម៉ាស៊ីជាងហ្នឹងរួចទៅយើងហូបទៅបានតែប៉ុណ្ណាចុះឥឡូវយើងសាកគិតមើលបើយើងថាទឹកសុទ្ធមួយដប1លីត្រហ្នឹងហើយយើងសម្រាប់តែហូបម្នាក់ឯងយើងកាត់មនុស្ស2នាក់ចោលតើយើងបានប្រហែលគឺយើងត្រូវបានច្រើន1លីត្រពេញតែម្ដងដូចគ្នាអញ្ចឹងបើប្រជាពលរដ្ឋគេច្រើនលុយដែលបានមកច្រើនយ៉ាងណាចែកទៅវាបានគ្នាតិចតែយើងប្រជាពលរដ្ឋតិចដូច្នេះអាភិកផលនឹងវាគួរយើងនឹងបានច្រើនជាងគេឆ្ងាយណាស់ព្រោះដោយសារលបាយប្រជាជនតែយើងប្រជាពលរដ្ឋតិចលុយចាយទៅបានតិចទៅវិញវាអត់ត្រូវរឿងវាអត់ត្រូវអញ្ចឹងហើយបានគេកំ pl ែងមួយគេថាពេទ្យប្រាប់ថាឈប់ទទួលទានស្រាទៀតប្រយ័ត្នស្លាប់ណាឲ្យបន្ថយដល់ពេលហើយកាលពីមុនមក10ហៅពី3នាក់ស្រាមក10ភាសា3នាក់ស្រាប់ដល់ពេលពេទ្យឲ្យបន្ថយឥឡូវមក10ភាសាតែម្នាក់ឯងអានេះយើងបន្ថយចំនួនអ្នកផឹកតែវាទៅកើនអាស្រាចូលពោះយើងវិញណាបើយើងគិតពីរឿងស្រាបានយើងដឹងថាទៅហើយបើយើងបន្ថយមនុស្សបានន័យថាស្រា1លីត្រហ្នឹងវាចូលយើងទាំងអស់ក៏ប៉ុន្តែវាអកុសលអីស្រាតែចូលពោះយើងច្រើនណាស់យើងអត់ស្រួលខ្លួនវាទៅជាយើងនឹងធ្ងន់ទៅវិញវាផ្ទុយពីការដែលយើងបន្ថយស្រាគឺតើតែបន្ថែមចំនួនមនុស្សទៅស្រាដែលយើងត្រូវទទួលទានម្នាក់ឯងវាចាប់ផ្ដើមថយអញ្ចឹងបានថាផលលាភហ្នឹងវាគួរបានប្រជាពលរដ្ឋខ្មែរអញ្ចឹងយើងអត់យើងទៅបានអ្នកណាទៅដោយសារអីដោយសារតែប្រពើពុករលួយរបៀបដឹកនាំរដ្ឋគ្មានតម្លាហើយអ្នកណានិយាយអីអត់បានងើបមួយវាយមួយអាហ្នឹងហើយដែលគេធ្វើឲ្យប្រព័ន្ធនេះមិនអាចទៅណារួចហើយឥឡូវនៅពេលដែលយើងបុកទៅទីផ្សារអាមេរិកសុទ្ធ13,000លានអាមេរិកក៏គេឆ្ងល់ដែរសេដ្ឋកិច្ចយើងនៅពេលដែលយើងបុកមកទីផ្សារអាមេរិកសុទ្ធបែបនេះគឺយើងអត់មានជំរឿសអីផ្សេងទៀតទេទីផ្សារផ្សេងទៀតគឺយើងទៅអត់បានទៅអឺរ៉ុបក៏ទៅអត់បានដែរ 4,000 លានរៀងបានប៉ុណ្ណឹងហើយឥឡូវធ្លាក់ចុះវិញទៀតដោយសារគេដក EBA 20%បងប្អូនមានចាំទេកម្ពុជាមិនមែនអត់ចង់បរិទីផ្សារទេប៉ុន្តែបរិអត់បានដោយសារប្រព័ន្ធដឹកនាំរដ្ឋយើងឲ្យមានអំពើពុករលួយរំលោភសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យ EBA ខ្ទប់បិទ 20% ធ្វើឲ្យវិនិយោគិនមួយចំនួនម្ចាស់បញ្ជាទិញអីគេគិតថាបាត់អាភាគផលនៃការចំណេញច្រើនអញ្ចឹងគេអត់អាចនឹងនាំទៅអឺរ៉ុបនឹងឲ្យធំបុកមកអាមេរិកដដែលដល់តែបុកមកអាមេរិកច្រើនបើអាមេរិកនៅលើជាមួយយើងអត់អីទេប៉ុន្តែឥឡូវដល់ពេលមានបញ្ហារឿងពន្ធកយគឺគេរករឿងថាហេតុអីបានសេដ្ឋកិច្ចកម្ពុជាឡើងកំហុកខ្លាំងមកម្ល៉េះហេតុអីបានផលិតលើសលប់ហើយហេតុអីចិញ្ចឹមពាណិជ្ជកម្មហ្នឹងវាអត់ស្មើគ្នាសោះស៊ីយើងមានតែតួលេខទេកម្ពុជាអត់មានភាគផលដែលបានចំណេញ 10,000 លានអីក៏ដោយសួរតែប្រជាពលរដ្ឋបានប្រមាណប្រាក់ខែនឹងឡើងដល់ប្រមាណហើយវាអត់ដល់អញ្ចឹងកម្មករនៅតែ$204 200អីនឹងឡើងស្បឺតមែនតើឆ្នាំណាក៏ដូចឆ្នាំណាដែរថែមបាន$2អីចឹងនេះហើយដែលធ្វើឲ្យគេគិតថាយើងមានចិញ្ចឹមពាណិជ្ជកម្មអត់ស្មើហើយមានបញ្ហាមួយគឺដោយសារតែទីផ្សាររបស់យើងហ្នឹងគឺនាំផលិតផលច្រើនលើសលប់ចូលទៅក្នុងទីផ្សារអាមេរិក
តែអាមេរិកអត់អាចនាំមកយើងបានហើយអាមេរិកក៏អាចនាំមកទីផ្សារឲ្យកម្ពុជាបានដូចខ្ញុំនិយាយចឹងព្រោះដោយសារយើងវាក្រហើយយើងអត់អាចធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពទូទាបប្រាក់ខែកើនឡើងអីច្រើនដើម្បីតាក់ទាញអាមេរិកអត់ដល់អញ្ចឹងអាមេរិកគិតថាអត់សូវមានប្រយោជន៍ទៅស៊ើបអង្កេតទៀតស៊ើបអង្កេតអំពីចិញ្ចែងពាណិជ្ជកម្មដែលអត់ស្មើភាពគ្នាឥឡូវនេះបញ្ហារបស់កម្ពុជាគឺការពង្រីកទីផ្សាររបស់យើងទៅកន្លែងផ្សេងទៀតឥឡូវបរិយាទៅណាព្រោះប្រទេសយើងបើអាចបរិយាទីផ្សារបានគឺតើតែយើងកែសិទ្ធិមនុស្សនិងប្រជាធិបតេយ្យយើងឲ្យមាំមួនដើម្បីឲ្យប្រជាពលរដ្ឋហ្នឹងគឺវិនិយោគិនហ្នឹងក្រៅពីកាត់ដេរគឺគេមករកអីផ្សេងទៀតរោងចក្រសហគ្រាសអីផ្សេងទៀតគេមកជួយទៅដើម្បីឲ្យលបាយនៃការអភិវឌ្ឍហ្នឹងវាបានស្មើសាច់គ្នាឥឡូវហ្នឹងតើរោងចក្រកាត់ដេរស្បែកជើងសម្លៀកបំពាក់អីហ្នឹងហើយដល់ពេលដួលអាហ្នឹងគឺកម្ពុជាដួលភីងសេដ្ឋកិច្ចរបស់យើងគឺងាយរងគ្រោះមែនតើហើយយើងចង់នាំតំណែងទៅថៃទៅខ្មែរទៅវៀតណាមទៅនេះក៏នាំអត់បានដែរព្រោះចិនអីវិញនេះគឺគេយកមកយើងនឹងដើម្បីយកយើងទៅប្រើទេចិនស្អីក៏គេផលិតបានដែរតែយើងនឹងទៅចិនហ្នឹងក៏យើងនាំចូលពីចិននោះច្រើនពាន់លានដុល្លារសន្ធឹកណាវាផលិតផលបាក់ទំនប់ពីយួនក៏មកអញ្ចឹងឥឡូវបានទុកថៃមួយគឺយួនចំណេញកប់ក្តោបចិនយួនចំណេញកប់ក្តោបដល់អញ្ចឹងយើងគិតឃើញរឿងផលិតផលកសិផលខ្មែរវិញអត់បានទីផ្សារទេឥឡូវនេះឃើញក្រសួងកសិកម្មពាណិជ្ជក្រសួងពាណិជ្ជកម្មអ្នកស្រីចอมនិមលគឺតាមសំទុះក្រសួងពាណិជ្ជកម្មចេញសេចក្តីថ្លែងការណ៍មួយឬក៏សេចក្តីប្រកាសព័ត៌មានម្សិលមិញពីរឿងថារកទីផ្សារឲ្យកសិផលរបស់ខ្មែរខ្ញុំសូមសរសើរក្រសួងពាណិជ្ជកម្មដែលគិតគូរកសិផលឲ្យបងប្អូនកសិផលកុំថាឡើយស្រូវចុះថោកនេះសេចក្តីជូនដំណឹងស្តីពីការសម្របសម្រួលទីផ្សារកសិផលក្នុងស្រុករបស់ក្រសួងពាណិជ្ជកម្មចុះថ្ងៃទី13ចុះថ្ងៃហ្នឹងតាមិនមែនមិនទេបងប្អូនគឺគាត់ថាក្រសួងកំពុងតែរិះរកសម្របសម្រួលដោះស្រាយការកកស្ទះកសិ